សួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ 3D Cam Studio បាទលោកមុនយើងរៀនអំពីការចាក់ material បាទចាក់ material ថ្ងៃនេះយើងបានចាក់ material ហើយយើងធ្វើការ test render បាទធ្វើការ render មុននឹងយើងចូលការងារ Photoshop អូខេឥឡូវមុននឹងយើង render យើងត្រូវសេរីអីមុនណាយើងមុន render យើងចូលនេះមកបងប្អូននេះ Asset Editor មកបងប្អូននេះយើងត្រូវរៀបចំវាសិនបងប្អូននេះរៀបចំវាបាទកាមេរ៉ានេះទៅដាក់មកអញ្ចឹងណា output នេះ1200ណាបងប្អូននេះយល់ថាទំហំនៃกระดาษអញ្ចឹងណា1200 900អញ្ចឹងទៅហើយ aspect ratio យក 4.3 ដែលថាចង់បានជានេះក៏បានអញ្ចឹងណាបងប្អូននេះធំទៅតែយើងចង់មើលមកផ្ទះបានអញ្ចឹងយក 4.3 ហ្នឹងអាហ្នឹងជីសងលើថាយើងចង់ view ណាចង់ view ចង់មើលជាថាជាងនេះ 16.9 នេះ wide screen វាពេញអេក្រង់អាហ្នឹងបាទអានេះវារៀង4ជ្រុងអញ្ចឹងណាបាទ sphere នេះ sphere បងចង់នេះជា picture ធម្មតាអូខេអាហ្នឹងយើងកំណត់តាមខ្លួនឯងទៅអូខេបងប្អូននេះកន្លែង save image នេះយើងត្រូវ save វាទុកបងប្អូនណារកទីតាំងដែរកន្លែងណាមួយមកដែលយើងចង់ទុកការងារហ្នឹងពេលយើង save ពេលយើង render ហើយគឺវា save ចូល auto មកអូខេបើបាច់យើងទៅ save ម្ដងទៀតទេបាទអូខេបងប្អូននេះមើល environment យើងបានសេរីរួចហើយនេះបងប្អូននេះវាធ្ងន់ណាស់យើងយក 0.03 អូខេយកប៉ុណ្ណឹងបានហើយបងប្អូននេះតែហ្នឹងណា noise mixing ណាបើយើងយកតូចពេកវាធ្វើឲ្យការ render យើង view វាតឹងបាទហើយសំខាន់យើងយក denoiser នេះបងប្អូននេះ denoiser នេះគឺវាមានភាពរលោងស្អាតហ្មងអញ្ចឹងអាហ្នឹងសំខាន់លើម៉ាស៊ីនបងប្អូនបាទម៉ាស៊ីនបងប្អូនNVIDIA ហ្នឹងល្អយើងយក NVIDIA ទៅបើយើងមិនសូវល្អទេយើងយកនេះ V-Ray denoiser បាទ V-Ray denoiser ប្រភេទនៃម៉ាស៊ីនយើងហ្នឹងបងប្អូនណាតើតើនឹង CPU បាទអូខេឥឡូវខ្ញុំយកថាកុំព្យូទ័រខ្ញុំវាថា NVIDIA ហ្នឹងក៏ល្អខ្ញុំយកអានេះទៅបាទអូខេវាអត់ខុសគ្នាមកទេសំខាន់យើងមើលលើម៉ាស៊ីនខ្លួនឯងឡើងហ្នឹងបងប្អូនអូខេឥឡូវនេះយើងសេរីនេះយក2មកណាខ្ញុំឆែកមើលណាបងប្អូននេះ3ណាយើងអានេះការល4យើងបានសេរីហើយមុនយើងចូលការងារអីក៏ដោយយើងត្រូវសេរី environment ហ្នឹងមុនបាទ environment ជាមួយ setting នេះបាទប៉ុន្តែក្រោយយើងសេរី material ហើយចាប់ពន្លឺហើយយើងត្រូវមកឆែកមើលម្ដងទៀតបាទអូខេនេះអានេះយើងដាក់200បងប្អូនណាកុំឲ្យវាភ្លឺខ្លាំងពេកបាទដាក់150ភ្លឺខ្លាំងបាទអត់អីទេប៉ុណ្ណឹង150ទៅ200កន្លែងហ្នឹងតើតើនឹងការងារ interior design បាទអូខេបាទបងប្អូននេះមើលទៅដូចជាអស់ហើយណាហើយយើងធ្វើការ test render បាទ test render ហើយមុននឹងចូលការងារ Photoshop អូខេ test render មួយណានេះការ test render ខ្ញុំបងប្អូននេះខ្ញុំខ្ញុំធ្វើកាត់ហ្មងដើម្បីយើងឈានទៅដល់ការ render ព្រោះ render វាយើងចំណាយពេលយ៉ាងគួរសមដែរឥឡូវមានថានេះខ្ញុំបាន render ហើយបងប្អូនណាការងារនេះអញ្ចឹងពេលយើង render ហើយសំខាន់នេះបងប្អូននេះខ្ញុំប្រាប់មួយទៀតណាខ្ញុំ stop vision stop ហើយអូខេប្រាប់មួយទៀតនេះកន្លែងនេះសំខាន់ណាស់បងប្អូននេះមុននឹងនេះបងប្អូននេះrender element មុននឹងយើងចូលបានថាកាត់ត Photoshop ពេល render ហើយយើងត្រូវជ្រើសរើសយកនេះសិនណាតែនោះសំខាន់ណាស់ដើម្បីបានការងារ Photoshop នេះណាយើងយក material ID color នេះយើងយក material random color វានៅនេះហើយយើងយក raw light បាទនិង raw reflection អូខេបងប្អូនណាមុនយើងជិះទៅដល់ការ render បាទយើងត្រូវយកនឹងសិនបាទបងប្អូនអូខេបងប្អូននេះឥឡូវយើងបានរៀបចំហើយបាទតើតើនឹងការចាក់ material នឹងការសេរី environment ឬក៏វាតើតើនឹងការមុនយើងធ្វើការ render បងប្អូននេះខ្ញុំដាក់ 0.03 អូខេបានហើយបងប្អូនអានេះក៏សំខាន់ដែរដើម្បីយើងទុកថាពេលយើង render ហើយនេះបាទ render ហើយយើងបានហ្នឹងទៅកាត់ត Photoshop អូខេបាទហើយនេះមួយទៀតណាខ្ញុំរំលឹកមកនេះតែ render output អូខេញ៉ាំហើយនៅតិចនេះ
anh ấy dương sẽ make oi phần lư ngay nó có mọi chẳng về bọn ôn dương sẽ mà khẳng định mau tham vía vô pe về liền mau để một ấy lô sẽ cho bọn tại xong thơ ca cá tao bọn đấy thơ ca cá tới của dương cho photoshop mà tới pe dương anh ấy mình để tham bọn pe nhưng mà render hỏi nè dương sẽ ấy hai oi này ok là ít nói sơ nó vô đi máu nè bọn nè lỡ nhưng mơ ca render nhưng mà nhưng thơ cạp nằm tới nè ở vì chân chỉ render đi ní là tập phoในการ render បាទនេះបើយើង render ហើយនោះបាទបើយើង render ហើយនោះវាចេញលទ្ធផលវាប៉ុណ្ណឹងបាទអូខេនេះ file render ខ្ញុំរកមើលសិននេះបាទឥឡូវនេះនេះគឺជាការ render បើខ្ញុំបាន render ហើយនេះអានេះខ្ញុំចង់ជា file ណា PNG ណា JPG ណា JPG បាទនេះជា file PNG ទាំងអស់បាទវាមាន background ទេខាងក្រោយបាទនេះមានបងប្អូននេះគឺជាការពេលយើង render ហើយបាទយើងបន្តការកាត់ត Photoshop អូខេបាទអូខេឥឡូវធ្វើការកាត់ត Photoshop បាទណាអូខេហើយមានលក្ខណៈមួយខ្លះពេលយើងកាត់ត Photoshop ទៅហើយបត់វាមួយ Yes ចៅវាទុកបាទឥឡូវយើងចូលធ្វើការកាត់ត Photoshop មួយណាក៏បានដែរបងប្អូនបាទនេះមួយទៀតបងប្អូននេះ Sky ណាខ្ញុំលើណាខ្ញុំប្រាប់អំពីថាដាក់ Sky ម្ដងក្នុងនេះឥឡូវ copy ដាក់នេះសិនណានេះមេរៀនយើងហ្នឹង Sky អូខេនេះ Sky យើងនេះយើងត្រូវការដាក់ background ខាងក្រោយអញ្ចឹងណាបាទយើងអត់ឆ្លាញ់ background នេះវាមានពពកអីយើងចង់ដាក់ពពកយើងអាចដូរបានណាក្នុងកម្មវិធី Photoshop បាទអូខេឥឡូវខ្ញុំធ្វើការយកមួយនេះក៏បានយកមួយនេះក៏បាននេះឥឡូវខ្ញុំសូមធ្វើការយកមួយនេះទៅបានណាដល់ SketchUp បើ Photoshop CC 2019បាទកាត់តមិនបាទយើងថាយើងលែងថាយើងកែសម្រួលយើង edit វាឲ្យវាមើលទៅកាន់តែមានភាពស្អាតហ្នឹងបងប្អូនអូខេមួយបាទទី background យើងបាទ background យើងដាក់ពណ៌ហ្នឹងក៏បានដែរណាអូខេបងប្អូនមួយទៀតណាយើងយក file នេះ file tick នេះក៏បាននេះតែនេះចូលមួយទៀតមកបងប្អូននេះបើយើងធ្វើការកាត់តគ្នាបងប្អូនអានេះវាអត់មានទេឃើញទេហើយ file PNG វាមាន background បាទនេះមានណាបងប្អូនវាមាននេះអានេះអត់មានទេអូខេយើងខ្ញុំចាប់វាចូលហ្មងទៅណាអូខេចូលអកៅទេមកវិញណាឆែកមើលម្ដងទៀតនេះ background វាអូខេយើងដើម្បីយើងដូរ background យើងលុប file នេះចេញទៅណាដល់ចេញទៅយើងយកអានេះទៅអានេះព្រោះនេះវាអត់មានទេបងប្អូនណាយើងដាក់ Sky ចូលណា Sky មួយណាក៏បានដែរបងប្អូនចូលចិត្តណា make នេះក៏បានណាយើងមើលឥឡូវយើងមើល make ណាមើលទៅសំណងស្អាតស៊ីជាមួយ background យើងណាអូខេអានេះពពកនេះក៏ឥឡូវខ្ញុំយកមួយនេះពពកនេះបាទខ្ញុំចាប់ចូលបាទហើយខ្ញុំទីនេះមកលើបងប្អូនបាទហើយយើង control T មកបងប្អូននេះឲ្យវាធំទៅមកបាទអូខេណាបងប្អូនឃើញទេប៉ុណ្ណឹងហើយស្រេចបាទពពកយើងអូខេឃើញទេស្អាតទេបងប្អូននេះគឺខ្ញុំបានដាក់ថាពពកយើងហើយណាអូខេតមកយើង control E ណា control E បងប្អូនបាទចាំបើកបានទេ control shift E control alt E ណានេះហើយខ្ញុំចាប់តាម start
តាក់ហើយយើង control J វា control J វាណា control J ហើយ zip លើមកបងប្អូន control J ដើម្បីកុំឲ្យវាភាពក្រើមខ្លាំងពេកណាបាទហើយយើង control E ចូលគ្នាបាទហើយយើង control មួយទៀតថា control J មួយទៀតបាទអានេះmình vô D ណា D mình vô dark ច្រឡំ dark B បាទហើយ control M មក control M អូខេយើងអានេះថយ100តិចមកនេះ control M ដែរ B ហ្នឹងប្រៃបាទប្រៃបងប្អូនហើយឲ្យវាភ្លឺទៅចាំយើងចាក់ពណ៌តាមក្រោយអូខេនេះឥឡូវខ្ញុំបានធ្វើការចាក់ហើយឥឡូវយើង control ពីរហ្នឹងចូលគ្នាទៀតណា control alt E ណា alt E មកដល់វាមើលចូលគ្នាប៉ុន្តែអា BD នេះវានៅដែរណាវាទៅណាតែពីរហ្នឹងចូលគ្នាហើយយក curve ណា curve វាអូខេហើយ control J ទៀតបាន3ដងមក1 2 3ឥឡូវនេះយក overlay spotlight ណា multiply អានេះយក overlay ណា overlay ណាបាទបងប្អូនយក21នេះអូខេណា21 spotlight ណា spotlight យើងយក17អូខេហើយ multiply នេះបងប្អូនណា30ណាទូទៅយក30នេះចឹងណាហើយយើងធ្វើការលុបវាណាលុបវានេះឲ្យធំតិចមកលុបវាណាលុបហើយយកទេអានេះវាលុបវាទៅវាជឿនបានហើយឥឡូវ control សិតមកវិញមើលអាណាធ្វើការលុបអូខេតែឥឡូវលុបហើយទៅយើងយក3ហ្នឹងមក10ដល់ M នេះមកហើយយកពណ៌វាមកណាបាទឥឡូវយើងយកអីទៀតណាយកនេះ color lookup បាទ color lookup បាទយើងយកនេះ soft warming អូខេ soft warming ហើយយើងយកកម្រិតវាណា25បាទ25បាទងឹតដល់ហើយ25នេះអូខេអត់អីទេចាំយើងធ្វើការលុបទៀតឥឡូវហ្នឹងបាទហើយយើង control J មួយទៀតណា control J មួយទៀតបាទ control J មួយទៀតយើងជ្រើសទៅនេះមកបាទ2ដងមកហើយយើងយកនេះ T orange បាទឥឡូវនេះយក17មកអូខេបាទ17បាទបិទវាតមក control J ទៀតឥឡូវនេះ control J មួយទៀតបងប្អូនណាយើងយក Fortnite ណា Fortnite ហើយយើងយក spotlight 17អូខេ17ត្រូវហើយណាហើយកន្លែងនេះកន្លែងនេះបងប្អូនទីនេះយើងធ្វើការលុបវាណានេះ warming នេះណាធ្វើការលុបវាអូខេណាការលុបវាការលុបវាសិនវាងឹតពេកដែរបងប្អូននេះឆ្លិចនេះសិនណាវាឲ្យលុបអូខេលុបខាងលុបនេះទៅណាទៅការពលឺណាល្ងិតយើងកុំនេះដូចនេះយកឲ្យភ្លឺមកឲ្យវាស្អាតអញ្ចឹងណាអូខេនេះឲ្យមានភាព logic បងប្អូនសំខាន់ណាការចាក់នេះដើម្បីតាក់ទាញភ្ញៀវអញ្ចឹងពេលយើង render ស្អាតទៅយើងផុសយើងអីយើងទៅតាក់ទាញអតិថិជនចង់មកធ្វើការអីចង់មកធ្វើការសំទោសចង់តាក់ទោយើងឲ្យ design អញ្ចឹងណាសំខាន់ការ design ស្អាតបាទអូខេប៉ុណ្ណឹងឥឡូវខ្ញុំ shift នេះណា shift នេះដល់នេះមកហើយយើងយកពណ៌មួយមកតាំងវាអូខេប៉ុណ្ណឹងអូខេហើយបងប្អូនណាបន្ទាប់មកយើងណាយកនេះ brightness control នេះបាទឲ្យវា auto មកឲ្យវាសេរីឲ្យយើងតិចមក
ណាយើងមានថាវាថាយើងនឹងងឹតពេកវាដាក់ភ្លឺអញ្ចឹងណាតែយើងកុំយកតាមវាយើងស្រែមកពេជ្រខ្លួនឯងមកខ្ញុំក៏ថាវាភ្លឺពេកយើងមើលសំខាន់វាស្រែយើងក៏មិនត្រូវដែរតែយើងឲ្យវាអូតូសិនយើងមកស្រែខ្លួនឯងវិញចង់ដិតយើងចង់ដឹងចិត្តថាកម្មវិធីវាមិនដែរអូខេតមកយើងនេះត្រូវការនេះម្ដងណាអានេះម្ដងឥឡូវខ្ញុំយករ៉លឡៃនេះមុនបាទរ៉លឡៃនេះមុនហើយដាក់ចូលនេះមកអូខេហើយទាញចូលណាទាញចូលណាហើយ10អូខេក៏វាអត់ត្រូវហើយយើងទាញចូលហើយយើងចុច10មកវានឹងស្គាល់ទីតាំងវាអូតូនេះអត់ស្គាល់មិនយ៉ាងនេះយើង control សិនមកវិញណាវាអត់ស្គាល់អូតូយ៉ាងណានេះអូតូបងប្អូននេះហើយយើងយក screen បាទបងប្អូន screen ហើយយើងកម្រិតវា7បាទហើយតែនេះបាទ7អូខេយក7បានហើយឥឡូវយើងយកឲ្យចូលទៀតណាឥឡូវយកចូលយើងដាក់យកនេះចោលសិនទៅណាថៃបើខ្ញុំយកម្ដងមួយបងតើបងមកយកចូលអស់ក្បាលដោយសារនេះកន្លែងលើនេះខ្ញុំដាក់បានច្រើនបាទដោយសារអេក្រង់ខ្ញុំវាមានកម្រិតតូចអញ្ចឹងណាតែកុងទ័រណាខ្ញុំធំដាក់លើហ្នឹង3 4ឲ្យវាចេញមកទាំងអស់ជាបើខ្ញុំដាក់ម្ដងមួយនេះលុបចោលវិញទៅអ្វីនេះចង់បានគឺអានេះបងប្អូននេះred dom color មួយ ID color ហ្នឹងណាតែ ID color នេះលោកមុនខ្ញុំយកទៅល្អវាស្គាល់ teacher តើឥឡូវមានបញ្ហាដល់មិនហើយខ្ញុំយក red dom color វិញបាទវា ID color វាមានបញ្ហាvàវគ្គមុនយកទៅល្អប្រើវាជាតិចវាមានប្រភេទដល់ស្មៅអញ្ចឹងមានពណ៌ផ្សេងទៅណាបាទហើយយើងណាវាបែងចែកពណ៌ឲ្យយើងណាលោកមុន ID color នេះតែឥឡូវវារៀងបាក់យល់ឥឡូវនេះអត់មានសោះស្មៅជាមួយកាឡាអញ្ចឹងគឺចូលគ្នាក្នុងស្មៅអស់អញ្ចឹងយើងធ្វើការយកវាមកប្រើដូចបាក់ប្រើហើយដូចការខ្ញុំប្រើលោកមុន2019 V-Ray អញ្ចឹងតែទៅនឹង V-Ray ហ្នឹងអញ្ចឹងខ្ញុំប្រែយកអានេះទៅឃើញថាវាបែងចែកពណ៌ស្រួលយើងទៅ edit ចាប់វាអញ្ចឹងណាបាទអូខេយកទៅបើកុងទ័របងប្អូន ID color ហ្នឹងបែងចែក color ពណ៌ត្រឹមត្រូវល្អច្បាស់អាហ្នឹងយកអាហ្នឹងប្រើទៅបាទនេះវាប្រើដើម្បីអីអាហ្នឹងប្រើដើម្បីយើងចាប់ picture យើងហ្នឹងឧទាហរណ៍នេះដូចនេះចង់ចកនេះ reflection នេះreflection គេគឺឆ្លោះណាយើងចង់ត្រូវការចុចអី reflection ចេញសក់នេះទៅតែคลิกមកយើងយក similar គេថាហើយតែពណ៌ហ្នឹងគឺវាស្គាល់ហើយយើងធ្វើការ copy វាណា copy ហ្នឹងទៅដាក់នៅក្នុងហើយ reflection បាទនេះហើយយើងធ្វើការកាត់វាអញ្ចឹងណានឹងមានទុនទីអញ្ចឹងបាទទុនទីអញ្ចឹងហើយយើងយកមក10ចុច10មកបាទគេនេះគឺវាឆ្លោះបងប្អូនប៉ុន្តែយើងយក spotlight យកកម្រិតវា45មកបងប្អូននេះ45អូខេយើងយក45មកណា45យើងកន្លែងចាំមានកន្លែងហ្នឹងមួយទេព្រោះស្អីស្មៅស្អីដើមឈើបាទដូចជាអត់មានកន្លែងណាត្រូវចាំងទៀតសោះណាបងប្អូនប៉ុន្តែនេះខ្ញុំចង់បញ្ជាក់បន្តិចស្មៅយើងកន្លែងនេះយើងស្អាប់អត់សូវភ្លឺអញ្ចឹងណាយើងខ្ញុំចង់តែរੂវាឲ្យយើងតែភ្លឺអញ្ចឹងណាបាទឥឡូវយើងធ្វើការនេះមកនេះលេខវាមកនេះចាប់នេះមកហើយធ្វើការយកស្មៅអញ្ចឹងណាហើយធ្វើការយកវាទៅចាក់នេះហោះនេះបាទយកវាទៅអត់ត្រូវបាទទៅបងទៀតណា10ណាក៏ដែរ10ខ្ញុំមានថាឥឡូវខ្ញុំធ្វើការដូរពណ៌ស្មៅនេះបាទយកនេះខ្ញុំចង់យកពណ៌វាហ្មងនេះបាទអត់ត្រូវទេអស់ហើយបាទនេះបងប្អូននេះ solid color បាទខ្ញុំស្រីពណ៌វាមកខ្ញុំចង់បានពណ៌អីគេស្មៅនេះបងប្អូន
អសក៏បានណានេះឥឡូវយើងយកពណ៌នេះទៅណាភ្លឺឲ្យវាភ្លឺបន្តិចអូខេមកហើយយើងយក screen ណាយក screen មកនេះព្រាមវាចាំងហើយយកកម្រិតវាត្រឹម25ទៅណា25ទៅណាវាក៏30យើងដាក់ទៅឲ្យកើតទេយើងកំ5បានហើយបាទយកត្រឹម5បានហើយបាទហើយយើងមើលដូរពណ៌វាសេរីពណ៌ឲ្យភ្លឺតិចដាក់លេងនេះភ្លឺបាទនេះងឹតពេកអញ្ចឹងហ្នឹងលេងឡើងយើងសេរីពណ៌វាដាក់ពណ៌ទៅបានណាបងប្អូនឃើញទេវាឃើញដូរឲ្យយើងអត់បាទអញ្ចឹងមានន័យថាខ្ញុំយកពណ៌ណាយើងខ្ចីតិចសោះបាទយក one color នេះ only web color បានហើយមិនបាក់មើលអូខេបាទឥឡូវបិទវាមើលនេះវាឃើញវាស្អាតហើយបងប្អូននេះហើយយើងភ្លឺបន្តិចនេះយើងស្អាតអញ្ចឹងយើងចង់បានភ្លឺកន្លែងហ្នឹងបងប្អូនអូខេឥឡូវយើងចូលអានឹងហើយអីបងប្អូនណាយើងធ្វើការយកនេះមួយម្ដងទៀតណានេះយើងយក winter បាទ winter ប៉ុន្តែយើងយកត្រឹមកម្រិតវា20បានហើយណា25នេះបាទ25ហើយ winter ហ្នឹងហើយនេះមើលបាទហើយយើងធ្វើការលុបវាដែរហ្នឹងបាទទោះបីណាអត់ចង់បានអញ្ចឹងនេះធ្វើការលុបវាទៅអានេះវាទៅគិតបានហើយផ្ទៃមេឃបានវិញថាហ្នឹងអូខេឥឡូវយើងហើយឥឡូវចូលមួយទៀតណាយើងធ្វើមួយឲ្យស្អាតបាទបងប្អូននេះអានេះដល់ចង់មកក៏បើយកសតឡាយសតឡាយ7អូខេសតឡាយ7បានហើយបាទបងប្អូននេះមើលអូខេបន្តមកយើងយកនេះ color balance យើងសេរីពណ៌មកដែលយើងចង់បានអីចឹងណាបងប្អូននេះវាមកយើងដាក់ពណ៌ណាយើងចង់ឆ្លាញ់ចឹងណាបើនេះ display ពេកនេះយើងបើ display ពេកយើងសេរីមកឲ្យរៀងពណ៌នេះមកអូខេធំ5ទៅអូខេប៉ុណ្្នឹងបានហើយនេះអូខេហ្នឹងហើយជាការសាច់ណាឥឡូវយើងចែវវាមួយបងប្អូននេះចែវជា file មួយមកដាក់ final មក final គឺខុស final អូខេណាហើយខ្ញុំយកនេះចែវមួយមកជារូបភាពមកបងប្អូននេះហើយដាក់ final ដូចគ្នាហើយចែវមកអូខេហើយការស្រេចនេះបងប្អូនណាឥឡូវយើងធ្វើការប្រៀបធៀបណាធ្វើការប្រៀបធៀបជាមួយពេលយើងមិនទាន់ edit Photoshop ក្នុងការ edit Photoshop នេះឃើញវាខុសគ្នាណាវាខុសគ្នាឆ្ងាយបន្លឺផ្ទះមកលើការឆ្លោះការ reflection នេះគឺវាខុសគ្នាផ្ទៃមេឃក៏យើងស្អាតបាទបងប្អូនយើងធ្វើការប្រៀបធៀបទៅវាលើថាវាខុសគ្នាបាទនេះស្អាតអីចឹងអានេះមានបន្លឺអីគ្រប់គ្រាន់ណាអូខេបាទបងប្អូននេះអរគុណបងប្អូនណាវគ្គនេះបងប្អូនរៀនយល់អំពីការអ៊ីតារីបាទអ៊ីតារីខាងក្រៅហើយពីថ្ងៃណាវគ្គក្រោយក្នុងបញ្យល់បងប្អូនពីការ render អ៊ីតារីបាទអ៊ីតារីខាងក្រៅដែរតែពេលយប់បាទអរគុណបងប្អូនណាសូមជួបគ្នានៅវគ្គក្រោយសូមអរគុណបាទ